បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះហៅបង្ហាញបងប្អូនទាំងអស់គ្នាពីជីវិតបរិសុទ្ធមេផ្ទះបន្តិចបាទថ្ងៃនេះអត់មានអ្នកនៅផ្ទះទេថ្ងៃសម្រាប់តែប្រពន្ធទៅធ្វើការបាត់ទៅឥឡូវចង់សាក់លបងបញ្ចេញស្នាដៃបន្តិចបាទតែដំបងត្រីទិញតែចង់ជៀនឥឡូវនឹកឃើញចង់ស្ងោរជ្រក់ឥឡូវត្រីនេះគេធ្វើអត់ស្អាតឥឡូវយើងយកមកសរៃស្រង់វាបន្តិចសិនមើលបាទតែមែននេះសរសើរខ្លួនឯងមែនតើនេះធ្វើមកហូបមករហូតអីទាញកាមេរ៉ាថតកាត់ដៃខ្លួនឯងតែហ្មងអានេះចង់អួតគេថាអ្នកធ្វើម្ហូបពួកគេលែងជឿតែឥឡូវយើងចាប់ផ្ដើមបន្តទៀតទៅបាទលាងរំលបោះហើយយើងទៅបេះស្លឹកក្រូចសើចនេះក៏ផ្ទះមកហ្នឹងយកដើម្បីកាត់ចំអាបវាយើងសរេបេះវាមកឥឡូវយើងនៅខ្វះជីមួយទៀតយើងទៅបេះជីជ្រក់នៅមុខផ្ទះក៏មានដែរក្នុងដោះតែខ្លួនវាមិនចាំបាច់បាក់ដាំផងឥឡូវយើងបេះតែវាយវ៉ាន់គ្រឿងក្រៅយើងអស់ហើយយើងសរេវាដាក់លាងទឹកវាទុកវាចោលនឹងម្ដុំឥឡូវយើងទៅសរេស្លម្ដងបាទនេះគ្រឿងក្រៅយើងសរេមកបានប៉ុណ្ណឹងបាទអត់បានថតខ្ទឹមមិញខ្ទឹមនឹងរតម្រាំតែបាន2កពឹសហ្នឹងណារហើយស្លហើយបាទចេញទៅក្រៅខ្ទឹមនឹងក្រៅមកគោកឯងរបានតែ2កពឹសតើឥឡូវយើងមកមើលរបៀបស្លរបស់បារោះមេផ្ទះរបស់យើងបាទដំបូងយើងដាក់ខ្ទឹមមកឲ្យដាក់ដុំស៊ុបដុំទៅបាទដាក់មុនគេអាពីហ្នឹងបាទនឹងរបៀបស្លរបស់ខ្ញុំឥឡូវនេះដាក់គល់ក្រីហើយនឹងស្លឹកក្រូចសើចអីហ្នឹងយើងដាក់ហើយទៅបន្ទាប់មកយើងដាំទឹកនឹងឲ្យពុះបាទហើយបន្ទាប់មកចាំយើងមើលទឹកតាពុះហ្នឹងហើយយើងដាក់ត្រីចូលបាទឥឡូវទឹកពុះខ្ញុំដាក់ត្រីបាទអ្នកអត់ឲ្យមើលតាកៅអៅដឹងបាទនេះបានកំពូលបរោះមេផ្ទះមែនបាទឥឡូវយើងដាក់ត្រីចូលខ្ញុំថែមអំបិលស្ករប៊ីចេងឲ្យតាមហ្នឹងទៅបាទដាក់មកឲ្យក្របដាក់ទៅតាមចិត្តរបស់យើងបាទស្រឡាញ់រសជាតិប៉ុណ្ណាដាក់ប៉ុណ្្នឹងបាទឥឡូវយើងភ្លក់មើលមួយមើលបាទប្រៃឡប់បាទតើឥឡូវយើងទៅបេះក្រូចទៀតបាទយើងបេះតែខ្លួនឯងទាំងអស់បាទអត់ទាន់បានទិញគេមួយអានេះបាទឥឡូវយើងសរេស្រង់គ្រឿងក្រៅរបស់យើងមានម្ទេសបាទមានក្រូចមានជីទៅយើងសរេស្រង់បាទឥឡូវនេះកូនពៅបងអង្គុយចាំហូបបាទដឹងតែជាទាំងហ្នឹងនេះពីអ្នកក្មួយបាទឥឡូវក្មួយកំពុងផ្អាំតាមហូបអីស្លអីស៊ីមិនកើតឥឡូវមើលតែមុខកូនខ្ញុំនេះបាទភ្លក់មួយម៉ាត់នេះបាទមើលតែមុខក៏ដល់ឆ្ងាញ់ដល់កតែបានតែមួយម៉ាត់ហ្នឹងឈប់ញ៉ាំរហូតបាទដល់ឥឡូវអត់ទាន់ញ៉ាំបាយទៀតទេបាទមានតែប៉ុណ្្នឹងវីដេអូហ្នឹងអរគុណច្រើនជំរាបលា